ពេលទៅសម្ភាសដើម្បីទទួលបានសេចក្ដីអាមេរិកតើពិបាកឬក៏អត់ថ្ងៃហ្នឹងបងអូនសូមចែករំលែកបទពិសោធន៍ដែលបងអូនទៅសម្ភាសទៅប្រឡងដើម្បីទទួលបានសេចក្ដីសម្រាប់បុគ្គលម្នាក់សួរថាពិបាកឬក៏អត់ហ្នឹងគឺបងអូនអត់ដឹងឆ្លើយថាពិបាកឬក៏អត់វាត្រូវសម្រាប់លក្ខខណ្ឌអ្នកទាំងគ្នាដែរឬក៏អត់ទេពីព្រោះពីបុគ្គលមួយទៅបុគ្គលមួយចង់និយាយថាអាភាពជឿជាក់ឬក៏ចំណេះដឹងក្នុងខ្លួនហ្នឹងក៏វាអាចខុសគ្នាដែរអ្នកខ្លះគាត់អាចភ័យគាត់អាចអីទៅគាត់ធ្វើឲ្យគាត់មានអារម្មណ៍ថាពិបាកអីចេះចោះចឹងណាប៉ុន្តែសម្រាប់បងអូនការដែលបងអូនទៅសម្ភាសហ្នឹងគឺបងអូនហ៊ាននិយាយបានសម្រាប់ខ្លួនឯងណាថាវាស្រួលវាអត់ពិបាកទេដោយសារហេតុអីគឺបងអូនសម្ភាសនៅក្នុងសំណួរចាស់មានន័យថាគឺបងអូនសម្ភាសនឹងស្បត់ទទួលយកសញ្ជាតិគឺមុនថ្ងៃទី20ខែ10ឆ្នាំ2025ពីព្រោះគោលការណ៍ថ្មីសម្រាប់អ្នកដែលដាក់ឯកសារហើយប្រឡងគឺក្រោយថ្ងៃទី20ខែ10អញ្ចឹងអ្នកទាំងអស់ហ្នឹងគឺសំណួរថ្មីមានន័យថាសំណួរ128ហើយត្រូវ12បានជាប់ប៉ុន្តែបងអូនគឺនៅសំណួរចាស់ទេ100សំណួរហើយសួរ10សំណួរបើសិនតែយើងគេសួរ6ទៅយើងឆ្លើយត្រូវទាំងអស់មានន័យថាយើងជាប់ហើយគេអត់សួរបន្តទៀតទេហើយ case របស់បងអូនគឺ very straightforward អ្នកទាំងអស់គ្នាជឿអត់ថារយៈពេលចាប់ពីបងអូនចតឡានរហូតដល់ពេលដែលបងអូនសភាចប់ដើរមកដល់ឡានវិញចំណាយពេលតែ1ម៉ោង15នាទីគត់បងអូនចាំបានថាបងអូន check in ហ្នឹងមុនគឺមុនម៉ោង15នាទីដោយសារបងអូនទៅដល់មនុស្សរៀងច្រើនណាស់អញ្ចឹងដល់ពេលបងអូន check in ហ្នឹងដល់ពេលគេ check in មកហ្នឹងគឺមុនតែ5នាទីគត់ឡើងបងអូនរៀងបារម្ភដែរខ្លាចយឺតអីអញ្ចឹងណាអញ្ចឹងដល់ពេល check in ហើយយើងទៅចេញពីបន្ទប់ check in ទៅបន្ទប់សម្ភាសដល់ពេលទៅដល់បន្ទប់សម្ភាសគាត់នឹងអង្គុយចាំតែជាអត់ដល់5នាទីផង officer គាត់ចេញមកហៅហើយគាត់ very straightforward ហើយ very nice គាត់គឺមានន័យថាគាត់ស្រួលមែនតើគាត់គ្រាន់តែសួរសុខទុក្ខយើងតែបន្តិចgood morning អីមកអូនបន្តិចទៅគាត់ចាប់ផ្ដើមសួរសំណួរទៅតែម្ដងសួរ6សំណួរបងអូនឆ្លើយឲ្យអស់ហើយគាត់សួរឲ្យយើងអានហើយយើងទៅសេចម្លើយបន្ទាប់ពីហ្នឹងទៅគឺសួរនៅក្នុង part 9អ្នកដែលបំពេញ N400 អ្នកទាំងអស់គ្នាត្រូវមើល part 9នៅក្នុង form ហ្នឹងគឺសំណួរនៅក្នុង part 9ហ្នឹងអាសំណួរ yes no ហ្នឹងគេសួរទាំងអស់ហើយមាន officer ខ្លះគាត់ឲ្យយើងបកស្រាយពាក្យ1ឬក៏2នៅក្នុងអា part 9ហ្នឹងប៉ុន្តែសម្រាប់បងអូនគឺអត់មានទេពីព្រោះបងអូនឮពីអ្នកផ្សេងមកមានអ្នកខ្លះគាត់ឲ្យបកស្រាយមួយពាក្យឬក៏ពីរពាក្យអញ្ចឹងទៅប៉ុន្តែសម្រាប់បងអូនគឺស្រួល straightforward សូម្បីតែការងាររបស់បងអូនក៏គាត់អត់សួរដែរគាត់គ្រាន់តែសួរថាអាស័យដ្ឋានរបស់បងអូនរហងៃនៅកន្លែងណាដោយសារនៅលើ driver របស់បងអូន driver license របស់បងអូននៅលើ card របស់បងអូនហ្នឹង state ID របស់បងអូនហ្នឹងគឺបងអូនអាស័យដ្ឋាននៅផ្ទះចាស់ទេអត់តន់ដូរ driver license ទេអាស័យដ្ឋាននៅក្នុង DMV គឺទៅបដូរហើយគ្រាន់តែអត់បដូរកាតចាំដល់ពេលបានសញ្ជាតិហើយបានទៅបដូរកាតអញ្ចឹងទៅកុំឲ្យវាខាតលុយប្រហែលតង់អញ្ចឹងទៅអញ្ចឹងគេគ្រាន់សួរបញ្ជាក់ដោយសារបងអូនបំពេញ form គឺបងអូនដាក់អាស័យដ្ឋាននៅផ្ទះថ្មីនេះទាំងអស់ប៉ុន្តែនៅលើ state ID របស់បងអូនគឺអាស័យដ្ឋាននៅផ្ទះចាស់អាហ្នឹងគឺគ្រាន់គេសួរបញ្ជាក់ហើយគេអត់មានសួរបញ្ជាក់ថាធ្វើការងារអីធ្វើការងារនៅណាសូម្បីតែលេខ green card របស់បងអូនក៏គេអត់សួរឡើយមានអារម្មណ៍ថាអូចម្លែកព្រោះសួរសំណួរខ្លីពេកលឿនពេកដល់ពេលសួរចប់ទៅគេប្រាប់ថា congratulation ជាប់ហើយអញ្ចឹងគេប្រាប់ថាពីអាទិត្យទៀតសូមមកស្បត់ទទួលសញ្ជាតិគេនឹងផ្ញើលិខិតអញ្ជើញមកទទួលសញ្ជាតិហ្នឹងមកផ្ទះរបស់ម៉ូនដល់ពេលម៉ូនគ្រាន់តែមកដល់ផ្ទះភ្លាមម៉ូនឆែកមើលនៅក្នុង online account របស់ខ្លួនឯងឆែកទៅឃើញឯកសារហ្នឹងតែម្ដងហើយ print ចេញមកបង្ហាញប្តីប្រាប់ប្តីថាប្រហែលថ្ងៃទៀតត្រូវទៅស្បត់យកសញ្ជាតិអីចឹងទៅអាហ្នឹងគឺជាកដីរបស់ម៉ូនចឹងម៉ូនគ្រាន់តែចង់សង្ខេបឡើងវិញទេកដីរបស់ម៉ូនគឺស្រួលមែនតើដោយសារយើងជឿជាក់លើខ្លួនឯងយើងឆ្លងកាត់អាសភាហ្នឹងវា2ដងហើយការសភា green card ម្ដងសភានេះម្ដងទៀតហើយយើងធ្វើការរាល់ថ្ងៃយើងនិយាយភាសាអង់គ្លេសរាល់ថ្ងៃហើយម៉ូនក៏ទៅរៀនដែររៀនរាល់ថ្ងៃគឺម៉ូននៅបន្តរៀនម៉ូនមាន certificate អីបង្ហាញគេថាយើងរៀនអីរហូតចឹងណាហើយយើងមាន income ច្រើនចឹងទៅប្រហែលជាអាហ្នឹងគឺជាមូលហេតុមួយដែលវាធ្វើឲ្យការដែល officer នឹងគាត់សួររបស់ម៉ូនគាត់សួរមកម៉ូនគឺសួរអត់ច្រើនអាហ្នឹងជាអ្វីដែលម៉ូនគិតខ្លួនឯងហើយម្យ៉ាងទៀតវាអាស្រ័យទៅលើ officer នឹងដែរអ្នកទាំងអស់គ្នាប្រសិនបើ officer យើងគាត់ចាស់ភាសាគាត់មានបទពិសោធន៍ច្រើនហើយបានគាត់ហ៊ានសម្រេចចិត្តភ្លាមគឺគាត់ approve case របស់ម៉ូននៅកន្លែងហ្នឹងតែម្ដងប៉ុន្តែគ្រាន់ថាអត់មានស្បត់យកសញ្ជាតិនៅភ្លាមហ្នឹងរងចាំតពីសប្តាហ៍ក្រោយប៉ុន្តែក៏មាន officer ខ្លះគឺពេលដែលគាត់សម្ភាសយើងហើយគាត់ប្រាប់ថាគាត់នឹងដាក់ឯកសាររបស់យើងនឹងទៅជូនsupervisor របស់គាត់ដើម្បី review និង approve អញ្ចឹងគឺករណីហ្នឹងគឺមានដូចគ្នាមានអ្នកខ្លះទៅសម្ភាស officer គាត់ប្រាប់ថាគាត់នឹង submit ឯកសារយើងទៅជូន supervisor របស់គាត់ដើម្បី approve ហើយគាត់នឹងជូនតំណែងថាថ្ងៃណាទៅស្បត់យកសញ្ជាតិអាហ្នឹងគឺជាករណីខុសគ្នាពីមួយទៅមួយអញ្ចឹងហើយក៏ចង់បញ្ជាក់អ្នកទាំងអស់គ្នាម្ដងទៀតទេថាអ្វីក៏ដោយនៅពេលដែលយើងត្រៀមច្រើនគេសួរយើងតិច
គឺជារឿងដែលល្អក៏ប៉ុន្តែយើងគិតថាយើងធ្លាប់ឮអ្នកផ្សេងនិយាយថាអត់ពិបាកទេស្រួលចេះស្រួលចោះហើយយើងគិតថាករណីយើងប្រហែលជាអាចស្រួលដែរយើងអត់ត្រៀមអីឬក៏យើងត្រៀមតិចតួចគឺអ្នកទាំងអស់គ្នាអាចនឹងប្រឈមនឹងការដែលគេតលាក់ពីព្រោះមានបងប្អូនយើងមួយចំនួនគាត់ទៅសម្ភារហ្នឹងគាត់ចេះតែ100សំណួរហ្នឹងដល់ពេលហើយគាត់អត់បានចាប់អារម្មណ៍សំណួរនៅក្នុងផាត9ទេ yes no question នៅក្នុងផាន9ក៏បានចាប់អារម្មណ៍គាត់ស្ដាប់សំណួរគេអត់បានគាត់ឆ្លើយខុសហើយគេតម្លាក់គាត់អាហ្នឹងក៏មានដែរអញ្ចឹងបងអូនឮមកច្រើនគ្នាហើយដោយសារមានបងប្អូនជាច្រើនគាត់ឆាតមកសួរនាំអីចឹងទៅគាត់ឆាតមកបញ្ជាក់អីចឹងទៅឬក៏គាត់ឆាតមកចែករំលែកបំពីការដែលគាត់ទៅសម្ភាសហើយសម្រាប់អ្នកដែលនឹងចិត្តដល់ថ្ងៃទៅសម្ភាសអ្នកទាំងគ្នាអត់ទាន់មានសំណួរអីអ្នកទាំងគ្នាអាចផ្ញើសារមកបងអូនដាក់ link ទៅ download យកសំណួរ128សំណួរនឹងឲ្យ